Good morning បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីហើយក៏ចង់ចែកទៅកាន់បងប្អូនពីរបៀបប្រើកម្មវិធី QR code ដើម្បី scan card បញ្ចូលលុយទូរស័ព្ទដោយងាយលឿនរហ័សទៀតផងបងប្អូនបាទហើយសម្រាប់បងប្អូនដែលអត់ទាន់បាន download កម្មវិធី QR code បងប្អូនចូលទៅកាន់កម្មវិធី Play Store ឬឲ្យបងប្អូនធ្វើការ download មកហើយសម្រាប់ខ្ញុំបាន download រួចហើយខ្ញុំមិនបាច់ download ទៀតទេហើយខ្ញុំធ្វើការ scan តែម្ដងបងប្អូនកោសកាត់ឲ្យហើយមករួចហើយបងប្អូនធ្វើការ scan រួចហើយបងប្អូនចុចពាក្យថា call បាទហើយវានឹង load លេខកូដមកកន្លែងហ្នឹងតែម្ដងបងប្អូនដោយអូតូតែម្ដងបងប្អូនរួចហើយបងប្អូនចុចបញ្ចូលមកបងប្អូនប្រើ SIM smart បងប្អូនបញ្ចូល SIM smart ទៅ97 មិត្ត phone បងប្អូនបញ្ចូលមិត្ត phone ទៅឥឡូវខ្ញុំបញ្ចូលហើយរួចហើយបងប្អូនចុចថាយល់ព្រមបាទឥឡូវយើងបានបញ្ចូលលុយ$1ទៅជោគជ័យហើយក្រុមហ៊ុនបានផ្ញើសារមកឲ្យហើយបាទបន្តទៀតយើងត្រូវធ្វើទៀតយើងត្រូវតែបដូរលុយបើសិនណាយើងអត់បដូរលុយទេយើងអត់បានមើលបានរយៈពេល1សប្តាហ៍ទេបងប្អូនមួយអាទិត្យហ្នឹងបងប្អូនបាទបងប្អូនចុចលេខកូដតាមហ្នឹងមកចុចផ្កាយ17 10កូដផ្កាយ100ផ្កាយលេខ1ទ្រង់ជ្រូកបញ្ជូនបាទហើយសម្រាប់ការសូមអធិស្ឋានបងប្អូនខ្ញុំនិយាយជាប់មកទៀតកាត5000បងប្អូនចុចផ្កាយ17 10កូដផ្កាយ150ផ្កាយលេខ1ទ្រង់ជ្រូកបញ្ជូនឥឡូវខ្ញុំប្រាប់បងប្អូនទៅហើយខ្ញុំវាយកូដដូរលុយឲ្យបងប្អូនមើលហើយសម្រាប់កាត$1ចុច5សេនបងប្អូនហើយប្រសិនបើកាត$1យើងដូរលុយយើងចុចលេខកូដផ្កាយខ្ញុំបញ្ជាក់បងប្អូនម្ដងទៀត17 10កូដផ្កាយ100ផ្កាយលេខ1ទ្រង់ជ្រូកបញ្ជូនបាទឥឡូវវាលោតផ្ទាំងបែបនេះបងប្អូនមិនបាច់ចុចពាក្យថាផ្ញើចុចពាក្យអីទេយើងចុចបោះបង់តែម្ដងបងប្អូនបាទឥឡូវបងប្អូនចូលមកកាន់ប្រអប់សារមកដើម្បីយើងមើលតើយើងបានដូរលុយបានដោយជោគជ័យដែរអត់បងប្អូនចូលមកក្នុងប្រអប់សារហ្នឹងមកបាទឥឡូវអ្នកបញ្ចូលលុយ$1លុយសរុប$1.00សុពលភាពដល់ថ្ងៃទី23ខែ3ឆ្នាំ2025ដើម្បីភ្ជាប់គម្រោងគណនីរបស់អ្នកសូមចុចឥឡូវខ្ញុំមិនបាច់អានវិញឆ្ងាយទេបងប្អូនមើលទៅយល់ហើយឥឡូវខ្ញុំចូលមកកាន់ឥឡូវខ្ញុំបើកអ៊ីនធឺណិតសិនខ្ញុំចូលមកបើក SIM ទី2ឥឡូវខ្ញុំចូលមកកាន់កម្មវិធី Facebook ដើម្បីមើលតើវាដើរអត់ចាំមើលជួនកាលយើងបញ្ចូលហើយវាអត់ដើរទេបងប្អូនយើងត្រូវតែ
ចុចបដូរមុខងារ Extra Smart Extra បងប្អូនបាទឥឡូវខ្ញុំអូសមើលសិនខ្ញុំចូលមកកាន់ YouTube ចង់ដឹងថាតើអ៊ីនធឺណិតវាដំណើរការដែរអត់ចឹងបងប្អូនសឈ្មោះតែម្ដងបងប្អូនវាអត់ដំណើរការទេខ្ញុំចូលមកកាន់ Facebook វិញហើយខ្ញុំចូលកំណត់មុខងារមួយដែលមានឈ្មោះថាបដូរមុខងារត្រង់កន្លែងខ្មៅប្រអប់លើហ្នឹងបងប្អូនហើយនេះបងប្អូនចុចត្រង់កន្លែងហ្នឹងដើម្បីយើងកំណត់យក Smart Extra $1 រយៈពេល7ថ្ងៃមួយសប្តាហ៍ហ្នឹងបងប្អូនបាទឥឡូវវាកំពុងវិលហើយបាទឥឡូវខ្ញុំចូលមកកាន់កម្មវិធី Play Store ដើម្បីមើលគ្រប់កម្មវិធីទាំងអស់បងប្អូនវាអត់ដើរតែម្ដងខ្ញុំអត់យល់ដែរតើអញ្ចឹងខ្ញុំសូមបិទរូបកណ្ដឹងនេះដើម្បីកុំឲ្យវាឮសំឡេងរំខានបាទរួចហើយបងប្អូនចុចពាក្យថាប្រើទិន្នន័យនឹងមកបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលា